một ngày đấy $150 ấy. 150 គីឡូគ្រាន់តែធ្វើឆាជូរអែមនេះ Bà từng PP một từng máy hay nghĩ gì 150 គីឡូបងប្អូនឃើញនេះបងជនពិសេសរបស់យើងមកទទួលជាមួយនឹងម្ហូបបាទឆាជូរអែមបាទឆ្អឹងជំនីឥឡូវដាច់ស្តុកបាត់ទៅហើយបងប្អូននេះគឺជាម្ហូបរបស់ Belly Cooking កំពុងតែដួសឲ្យបងជនពិសេសនៅបាទទីទួលសុវត្ថិភាពឬក៏វត្តច័ន្ទស៊ីបាទ Belly Cooking ធ្វើច្រើនណាស់មកផ្ទះថ្នោតបឹបឥឡូវនេះអស់ហើយចិត្តអស់ហើយគឺបងប្រជាពលរដ្ឋយើងមកទទួលនៅបាទម្ហូបBelly Cooking Belly ម្ហូបនេះម្ហូបអីគេដែរមានឈ្មោះដែរ cha chú em chân này ឆាជូរអែមជើងជំនីបើសរុបទៅសាច់ប៉ុន្មានគីឡូ đấy sạch trơn bóng Sạch sạch trơn. một ngày đấy $150 ấy. 150 គីឡូគ្រាន់តែធ្វើឆាជូរអែមនេះ Bà từng PP một từng máy hay nghĩ gì 150 គីឡូបងប្អូនឃើញនេះបងជនពិសេសរបស់យើងមកទទួលជាមួយនឹងម្ហូបបាទឆាជូរអែមបាទឆ្អឹងជំនីឥឡូវដាច់ស្តុកបាត់ទៅហើយបងប្អូននោះទៅវិញបដាទៀតនេះដាក់មកបានប្រហែលដាក់ប៉ុណ្្នឹងបងប្អូនគាត់ទទួលបានម្ហូបពី Belly Cooking ហើយ Belly ធ្វើរយៈពេល2ពេលហើយបាទ2ពេលបើសរុបទៅស្អែកហ្នឹងមួយពេលទៀតគឺចំនួន3ពេលនេះដាច់ស្តុកហើយមិនដែរពេលតែធ្វើឲ្យអស់បងប្អូនប្រជាពលរដ្ឋមកទទួលយកអញ្ចឹងសុបាយចិត្តទេ Belly សบายចិត្តហើយមួយទៀតក៏មិនសូវនឹងសบายចិត្តដោយសារថាយើងអត់មានម្ហូបឲ្យគាត់បានគ្រប់គ្នាដោយសារថាបងភិសិកដែលគាត់មកពីខាងព្រៃច័ន្ទក៏ដូចជាខាងជោគជ័យច្រើនប្រហែលជា400ជាងគ្រួសារអញ្ចឹងយើងធ្វើនេះក៏យើងធ្វើតាមថវិកាក៏ទាធ្វើតាមបាត់ចិត្តដែលយើងមានដែរអញ្ចឹងយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងអញ្ចឹងទៅបងប្អូនយើងទាំងអស់គ្នាហើយបើសិនជាមានបងប្អូនណាមកចូលរួមអីសូមត្រឹមតែសាច់គ្រឿងហើយនឹងបន្លែមកបានបើសិនជាបងប្អូនសពប្រជាជនរបស់យើងចង់តាក់ទងមកកាន់ Belly ចង់ចូលរួមជំនួយមួយ Belly តាក់ទងតាមលេខទូរស័ព្ទមួយណាដែរអត់ចាំបាច់នេះទេខ្ញុំអត់ចង់ប្រកាសអញ្ចឹងទេចង់ឲ្យបងប្អូនយើងទាំងអស់គ្នាមកផ្ទាល់ហ្មងឬមួយឆាតទៅបាទឆាតទៅ Belly Cooking ក៏បានដែរខ្ញុំអត់ត្រឡប់ថាគេចង់ធ្វើអីមួយដាក់លេខទូរស័ព្ទឲ្យខ្ជិលញ៉ៃញ៉ៃបងប្អូនយើងទាំងអស់គ្នាមានចិត្តចង់ចូលរួមតាក់ទងមកផ្ទាល់ស្រួលបាទតាក់ទងមក Belly Cooking ក៏បានដែរបងប្អូនទាំងអស់គ្នាព្រោះថានៅទីនេះជនពិសេសរបស់យើងច្រើនណាស់រហូតដល់496គ្រួសារដែលគាត់ត្រូវដេកក្រោមតង់ផងហើយក៏មានការយកចិត្តទុកដាក់ពីលោកពូអភិបាលខេត្តបន្ទាយមានជ័យលោកពូអ៊ុំរិត្រីបាទថ្ងៃនេះគឺមានចែកអំណោយច្រើនជូនទៅកាន់បាទក្រុមគ្រួសាររបស់ជនពិសេសរបស់យើងហើយ Belly Cooking ដែលជា influencer អ្នកផលិតវីដេអូក៏បានចូលរួមអរគុណទៅដល់ម្ចាស់ជំនួយគ្រប់គ្នាដែលតែងតែចូលរួមជាមួយនឹង Belly Cooking នៅក្នុងការធ្វើសប្បុរសធម៌គ្រប់ខេត្តគ្រប់ក្រុងជាមួយនឹងជនពិសេសហើយនឹងបងតាហ៊ានក៏ដូចជាជនខ្វះខាតបងប្អូនឃើញហើយមកច្រើនខ្លាំងមែនតើអញ្ចឹងយើងខ្ញុំទាំងអស់គ្នានៅតែបន្តនៅសកម្មភាពសប្បុរសជនក៏ដូចជាសកម្មភាព charity មួយនេះបន្តទៀតអរគុណ Belly Cooking ស្អែកនៅធ្វើម្ហូបអីបន្តទៀតស្អែកនេះសម្លចាប់ឆាយសម្លចាប់ឆាយគម្រោងធ្វើប្រហែលផ្ទះថ្នោត2ផ្ទះថ្នោត2ផ្ទះថ្នោតអញ្ចឹងហើយបងប្អូនទាំងអស់គ្នាអាចចូលរួមជាមួយនឹង Belly Cooking បានអរគុណច្រើន